សួរបងប្អូនប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមសង្គម YouTube ទាំងអស់គ្នាបាទហើយពេលនេះដែរជួបជាមួយខ្ញុំបាទនៃផ្លយទៀតហើយបាទហើយពេលនេះដែរខ្ញុំបាទមានព័ត៌មានទាក់ទងនឹងរឿងសង្គមខ្មែរបាទហើយព័ត៌មាននេះគឺមានប្រភពមកពីខេត្តស្វាយរៀងបាទទាក់ទងនឹងគ្រូពេទ្យស្ទើរភ្លើងចាក់ថ្នាំហើយមួយរំពេចធ្វើឲ្យកុមារីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមតែម្ដងបាទឥឡូវយើងកុំឲ្យខាតពេលយូរតើព័ត៌មាននេះមានអត្ថន័យនឹងខ្លឹមសារយ៉ាងណាឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាបាទយុវតីម្នាក់ឈឺក្បាលវិលមុខហើយគ្រូពេទ្យមកចាក់ពីមជុលប្រតិកម្មស្លាប់មួយរំពេចបាទប្រភពព័ត៌មាននេះគឺមកពីខេត្តស្វាយរៀងបាទយុវតីម្នាក់ត្រូវបានស្លាប់បន្ទាប់ពីលោកគ្រូពេទ្យស្ទើរភ្លើងម្នាក់ចាក់ថ្នាំបណ្ដាឲ្យប្រតិកម្មថ្នាំស្លាប់មួយរំពេចបាទហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី26ខែកក្កដាឆ្នាំ2017វេលាម៉ោង 14:30 នាទីបាទត្រូវនឹងម៉ោង 4:30 នាទីល្ងាចបាទមន្ត្រីនគរបាលស្រុកស្វាយជ្រុំបានឲ្យដឹងថាលោកគ្រូពេទ្យឯកជនដែលស្ទើរភ្លើងខាងលើនេះឈ្មោះហាក់ប៊ុនធឿនបាទហៅពេទ្យទុនបាទភេទប្រុសអាយុ58ឆ្នាំរស់នៅភូមិតាប៉ឃុំតាសួសស្រុកស្វាយជ្រុំខេត្តស្វាយរៀងបាទប្រភពដដែលបានបន្តថាមុនពេលកើតហេតុលោកគ្រូពេទ្យខាងលើបានយកថ្នាំពេទ្យថ្នាំអំពូលសារ៉ូមបាទថ្នាំដបទូចសង្តាបាទថ្នាំអំពូលតុងខ្យងបាទថ្នាំអំពូលបេតូស៊ីនបាទពេលមកដល់ផ្ទះជនរងគ្រោះឈ្មោះថោងវលៈភេទប្រុសអធិស្ឋានភេទស្រីអាយុ19ឆ្នាំមករកកម្មកររោងចក្រមានទីលំនៅភូមិស្វាយក្អែឃុំតាសួរស្រុកស្វាយជ្រុំពេលមកដល់លោកគ្រូពេទ្យបានចាក់ថ្នាំចំនួន3អំពូលលាយគ្នាចាក់ជនរងគ្រោះបាទបន្ទាប់មកលោកគ្រូពេទ្យនេះបានចាក់ថ្នាំអំពូលបេកូស៊ីនមួយអំពូលទៀតចាក់ជនរងគ្រោះចំផ្លូវចំនួន2មជុលទៀតបាទបណ្ដាឲ្យប្រតិកម្មថ្នាំជនរងគ្រោះស្លាប់តែម្ដងបាទនេះជារឿងមួយដែលពេទ្យស្ទើរភ្លើងធ្វើឲ្យបាត់បង់ជីវិតមនុស្សម្នាក់បាទមូលហេតុជនរងគ្រោះមានជំងឺឈឺក្បាលវិលមុខសុំច្បាប់ចេញពីរោងចក្រមកផ្ទះក្រោយពីជនរងគ្រោះស្លាប់ហើយគ្រូពេទ្យបានកិច្ចខ្លួនបាត់តែម្ដងបាទបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែកសាងសំណុំរឿងតាមនីតិវិធីបាទប្រភពនេះគឺមកពីស្នងការដ្ឋាននគរបាលជាតិបាទហើយចំពោះព័ត៌មាននេះគឺសូមបងប្អូនមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះពេទ្យនៅតាមភូមិស្រុកមួយចំនួនគឺគាត់អត់មានសញ្ញាបត្រឬក៏ការទទួលស្គាល់ពីក្រសួងសុខាភិបាលឡើយគ្រាន់តែគាត់បានរៀនតាមពេទ្យតគ្នាហើយក៏គាត់ដើរចាក់តាមភូមិបាទនេះជាពេទ្យស្ទើរភ្លើងបងប្អូនអញ្ចឹងសូមបងប្អូនប្រយ័ត្នចំពោះពេទ្យទាំងអស់នេះបាទបងប្អូនឈឺស្កាត់សូមបងប្អូនទៅមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់លោកអ្នកគឺឬក៏ទៅ clinic ដែលគេមានការទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវទើបជៀសវាងការមានបញ្ហានេះកើតឡើងបាទហើយចំពោះព័ត៌មាននេះគឺមានតែប៉ុណ្ណឹងសូមបងប្អូនជួយ like share subscribe ដើម្បីទទួលបានព័ត៌មានថ្មីទៀតបាទសូមអរគុណ